យប់ឡើងគេមិនលក់បលឹមឡើងអស់កម្លាំងថ្ងៃឡើងល្ងុយគេហើយអ្នកខ្លះមានពេលដាក់មកឆ្ងាញ់តែម្ដងអ្នកខ្លះជាប់ធ្វើការល្ងាចឡើងមកប្រដទេសអេមស្នេហ៍បាទនេះហើយគឺជាវត្តមួយនៃការគេងមិនគ្រប់គ្រាន់ហើយគេងគ្មានគុណភាពអញ្ចឹងគួរតែកែសម្រួលបាទកុំឲ្យមានការសំហាក់បាទពេលថ្ងៃពេលល្ងាចនេះលើសពី20នាទីមួយទៀតនោះបាទបើសិនជាអាចបើល្ងាចហើយណាគួរតែគុំគេងអីអញ្ចឹងទេអាចនឹងប៉ះពាល់ទៅដល់ការគេងយប់យើងទៀតហើយអញ្ចឹងគេងយប់ព្យាយាមធ្វើម៉េចឲ្យឆ្អែតលំឡើងគុំគេងស្វែងរកនិងទិញផលិតផលសុខភាពដែលសុទ្ធនៅក្នុង Meet Dr. Shop